កូនប្រុសដែលកំពុងខឹងសម្បាបានស្រែកដាក់ឪពុករបស់ខ្លួនថាចេញពីផ្ទះខ្ញុំឥឡូវនេះខ្ញុំមិនចង់ឃើញលោកនៅទីនេះទៀតទេក្មេងប្រុសតូចម្នាក់បានឃើញជីតារបស់ខ្លួនត្រូវបានបណ្ដេញចេញពីផ្ទះយ៉ាងឃោរឃៅគេក៏យំហើយនិយាយថាប៉ាហេតុអ្វីប៉ាធ្វើបែបនេះគាត់ជាលោកតារបស់ខ្ញុំហើយក៏ជាឪពុករបស់ប៉ាដែរសូមកុំធ្វើបែបនេះអីប៉ុន្តែបរោះនោះមិនខ្វល់នឹងសម្ដីរបស់កូនឡើយបរោះចំណាស់គ្មានជំរឿអ្វីក្រៅពីដើរចេញពីផ្ទះដោយមានតែសម្លៀកបំពាក់ដែលពាក់នៅលើខ្លួននិងគ្មានកន្លែងណាត្រូវទៅឡើយពេលគាត់ងាកមើលក្រោយគាត់ឃើញកូនប្រុសរបស់គាត់កំពុងដើរមករកបេះដូងរបស់គាត់ក៏ក្តៅឡើងវិញអោទេវតាកូនខ្ញុំប្រហែលជាបានផ្លាស់ប្ដូរចិត្តហើយខ្ញុំដឹងថាវាមិនអាចបណ្ដេញខ្ញុំចេញបានទេបរោះចំណាស់គិតក្នុងចិត្តកូនប្រុសដើរមកដល់ហើយនិយាយថាខ្ញុំទុកភួយមួយនេះឲ្យលោកដើម្បីកុំឲ្យលោករងាពេលដេកនៅតាមចិញ្ចើមផ្លូវនិយាយចប់គាត់ក៏ដើរចេញទៅបរោះចំណាស់ឈរស្ងៀមដោយភាពតក់ស្លុតតើកូនម្នាក់អាចប្រព្រឹត្តចំពោះឪពុករបស់ខ្លួនបែបនេះបានយ៉ាងដូចម្ដេចខ្ញុំមិនយល់ទេខ្ញុំបានចិញ្ចឹមវាដោយសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់យ៉ាងខ្លាំងគាត់និយាយទាំងទឹកភ្នែកទៅផ្ទះវិញកូនប្រុសនិងភរិយារបស់គាត់កំពុងឆ្លោះប្រកែកគ្នាកូនប្រុសតូចរបស់ពួកគេបានស្ដាប់អ្វីទាំងអស់ហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអូនេះហើយជាមូលហេតុដែលប៉ានិងម៉ាក់បណ្ដេញលោកតាចេញពីផ្ទះតើអ្នកទាំងពីរអាចធ្វើបែបនេះបានយ៉ាងដូចម្ដេចមិនខ្មាស់ខ្លួនឯងទេឬក្មេងប្រុសសួរដោយបញ្ចេញសំឡេងខ្លាំងម្ដាយខឹងយ៉ាងខ្លាំងពេលឮកូនស្ដីបន្ទោសហើយនិយាយថាកូនត្រូវគោរពឪពុកម្ដាយត្រូវគោរពមនុស្សចាស់ក្មេងប្រុសឆ្លើយភ្លាមថាទេខ្ញុំមិនធ្វើទេតើម៉ាក់និងប៉ាអាចទាមទារឲ្យខ្ញុំគោរពមនុស្សចាស់បានយ៉ាងដូចម្ដេចបើអ្នកទាំងពីរប្រព្រឹត្តចំពោះមនុស្សចាស់បែបនេះដែរនឹងតើអ្នកអាចរំពឹងឲ្យខ្ញុំធ្វើអ្វីមួយដែលអ្នកខ្លួនឯងមិនទាំងបានធ្វើផងហើយប៉ាបានបណ្ដេញឪពុកបង្កើតរបស់ខ្លួនចេញពីផ្ទះបរោះដែលបានចិញ្ចឹមប៉ាធំឡើងប៉ាមិនសមនឹងទទួលបានការគោរពឡើយឪពុកខឹងសម្បាយ៉ាងខ្លាំងហើយនិយាយថាបើឯងនៅតែស្រែកទៀតយើងនឹងវាយឯងហើយប៉ុន្តែក្មេងប្រុសមិនឈប់ឡើយគេបន្តនិយាយថាហើយបើនេះជារបៀបដែលគ្រួសារយើងធ្វើនៅពេលដែលខ្ញុំធំឡើងមានប្រពន្ធនិងមានគ្រួសារខ្ញុំនឹងយកភួយមួយមកឲ្យប៉ានិងម៉ាក់ហើយបណ្ដេញអ្នកទាំងពីរចេញពីផ្ទះដូចគ្នាព្រោះគំរូទាំងអស់ចាប់ផ្ដើមពីក្នុងផ្ទះនៅពេលនោះឪពុកម្ដាយទាំងពីរចាប់ផ្ដើមគិតពិចារណាយ៉ាងជ្រាលជ្រៅបរោះនោះប្រញាប់ឡើងឡានហើយចេញទៅរកឪពុករបស់ខ្លួនទីបំផុតគាត់បានឃើញឪពុកកំពុងអង្គុយយំក្នុងសួនមួយបន្ទាប់ពីអង្វរជាច្រើនដងគាត់ក៏នាំឪពុកត្រឡប់មកផ្ទះវិញនៅទីនោះគាត់បានពន្យល់ថាប៉ាប្រពន្ធខ្ញុំមិនអាចទ្រាំនឹងការរស់នៅជាមួយប៉ាបានទៀតទេនាងចង់មានភាពឯកជនដូច្នេះនាងបង្ខំឲ្យខ្ញុំជ្រើសរើសរវាងប៉ានិងនាងដោយសារខ្ញុំទន់ខ្សោយខ្ញុំបានជ្រើសរើសនាងប៉ុន្តែកូនប្រុសរបស់ខ្ញុំបានធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនថាយើងត្រូវតែធ្វើជាគំរូល្អនៅក្នុងគ្រួសារហើយយើងមិនគួរធ្វើចំពោះអ្នកដទៃនៅអ្វីដែលយើងមិនចង់ឲ្យគេធ្វើចំពោះយើងដូចគ្នាសូមប៉ាអភ័យទោសឲ្យពួកយើងផងថ្ងៃនោះពួកយើងបានដឹងថាមនុស្សចាស់មិនដែលយឺតពេលសម្រាប់ការរៀនហើយក្មេងៗក៏មិនអាចគ្មានសមត្ថភាពសម្រាប់ការបង្រៀនដែរខ្ញុំជ្រើសរើសឲ្យយើងទាំងអស់គ្នារស់នៅជាមួយគ្នាជាគ្រួសារពិតប្រាកដបង្កើតជាគំរូនៃសេចក្តីស្រឡាញ់សាមគ្គីនិងការផ្សះផ្សាបរិសុទ្ធចំណាស់ដែលមានចិត្តមេត្តាបានអភ័យទោសឲ្យពួកគេចាប់ពីថ្ងៃនោះមកគ្រួសារនោះបានចាប់ផ្ដើមជីវិតថ្មីដែលពោរពេញដោយសេចក្តីស្រឡាញ់សន្តិភាពនិងក្តីសង្ឃឹមមេរៀននៃរឿងនេះការគោរពនិងការដឹងគុណចាប់ផ្ដើមពីក្នុងគ្រួសារអាកប្បកិរិយានិងគំរូដែលឪពុកម្ដាយបង្ហាញអាចបង្កើតទស្សនៈនិងអាកប្បកិរិយារបស់កូនបានបើមានការមិនគោរពនិងការមិនដឹងគុណវាអាចត្រូវបានបន្តនៅចំនួនក្រោយមិនដែលយឺតពេលទេក្នុងការកែប្រែកំហុសសូមការអភ័យទោសនិងការផ្លាស់ប្ដូរខ្លួនឯងសេចក្តីស្រឡាញ់និងការគោរពមានអំណាចនៅក្នុងការពង្រឹងចំណងគ្រួសារឲ្យកាន់តែរឹងមាំប្រសិនបើអ្នកគិតថារឿងនេះមានប្រយោជន៍សូមជួយ comment រូបបេះដូងនិងចែករំលែកវីដេអូនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នក